សក់តែមានការឡើងកន្ទួលទៅនឹងតំបន់ទ្វារមាសឡើងរបៀបដូចជាគ្រាប់មុនឡើងដូចជាដោះសាច់ឬក៏រៀងតសៃដូចកពឹសក្រូចឬក៏កញ្ញុំដោយផ្កាខាត់ណានៅពេលដែលមានការដោះសាច់បែបនេះមានជាផលរំខានដូចជារមាស់ឬក៏ឈឺមានជាទឹករងាយចេញមកឬក៏មានជាការធ្លាក់សោកខុសពីធម្មតាធ្លាក់មកមានសន្តានបែបកកដំស្អិតខាប់រាវពណ៌រៀងលឿងផងពណ៌រៀងខៀវផងធ្វើឲ្យមានធំក្លិនជូរឆ្អាបស្អុយនៅជាមួយគ្រួសារអត់កើតបាត់បង់ចំណងភ្លើភេទឈឺផ្សាក្តៅកាហាយអំឡុងពេលដែលនៅជាមួយគ្នាតើតើទៅនឹងរោគសញ្ញាទាំងអស់នេះគេហៅថាការកើតមានជាជំងឺសេមាន់គឺអាចធ្វើឲ្យមានការឆ្លងទៅដៃគូឬក៏អ្នកដែលរស់នៅជាមួយគ្នាអញ្ចឹងតើតើនឹងការឆ្លងនេះអាចឆ្លងតាមរយៈការប៉ះពាល់ឆ្លងតាមរយៈការរួមភេទឬក៏ការប្រើប្រាស់របស់រួមគ្នាបងដែលគាត់រកដំណោះស្រាយច្រើនហើយនៅតែមិនបានផលបងប្អូនចង់ដោះស្រាយតើតើនឹងបញ្ហានេះបងប្អូនអាចតាក់ទងមកខាងនាងខ្ញុំបានដើម្បីធ្វើការប្រឹក្សាយោបល់ថាបងប្អូនគួរតែធ្វើបែបណាដើម្បីការពារការឆ្លងបញ្ហានេះកុំឲ្យវិវត្តទៅជាបញ្ហាជំងឺផ្សេងពិសេសគឺមហារីកតែម្ដងអ្នកស្នាក់គ្រូសំមិញអ្នកគ្រូឆាតមកខ្ញុំសវល់បានលើប្តីខ្ញុំគាត់ជ្រុះអស់ហើយថាអ្នកគ្រូជ្រុះអស់ហើយគ្មានស្នាមអត់មានអីទេគឺឡាលងអញ្ចឹងពេលគាត់ជ្រុះហ្នឹងគាត់អត់មានអាការៈអីផងបងគាត់អត់មានគាត់ប្រាប់ខ្ញុំថាពេលជ្រុះនោះអត់មានឈឺចាប់អីទេគ្រាន់តែគាត់មុជទឹកទៅវាជ្រុះមកឯងដងតិចហើយគាត់មានតវ៉ៅអត់មានអីដែរអត់មានការឈឺចាប់អីទាំងអស់ទាំងខ្ញុំទាំងប្តីខ្ញុំអីឥឡូវជ្រុះអស់ហើយថាអ្នកគ្រូជ្រុះហើយអត់មានធ្វើទុកអីទេកាលពីមុនអត់ទាន់ញ៉ាំថ្នាំហ្នឹងមានលក្ខណៈថាល្មមហើយធ្លាក់សយ៉ាងដែរតែដល់ពេលខ្ញុំញ៉ាំថ្នាំហ្នឹងហើយជំងឺហ្នឹងក៏ជ្រុះអស់ដែរដល់ពេលធ្លាក់សធ្លាក់អីក៏លែងមានដែរហើយក៏អត់មានទុំក្លិនអីដែរមួយថ្ងៃវល់ល្ងាចអីធម្មតាកាលពីមុនអត់ទេយើងធ្វើការមួយថ្ងៃវល់ល្ងាចចឹងបដល់ផ្ទះវិញយ៉ាងធំក្លិនដល់ពេលឥឡូវមួយថ្ងៃវល់ល្ងាចយើងខ្ញុំសាក់នេះមើលអត់មានទុំក្លិនអីផងសុវ័យចិត្តណាគ្រូហើយកាលពីមុនដឹងតែខ្លួនកើតចឹងមានអារម្មណ៍ថាពិបាកចិត្តណាហើយកូនក៏នៅតូចដល់ពេលអញ្ចឹងនឹកឃើញថាដឹងបានថ្នាំអីផឹកឲ្យបាត់ទេពិបាកចិត្តដេកយំតាដល់ពេលបានថ្នាំនឹងផឹកមកដាច់ជ្រុលតិចដងចឹងមានអារម្មណ៍ថាថ្នាំគេនឹងបកាក្នុងគ្នាមែនពេលឥឡូវប្តីខ្ញុំក៏ជ្រុះអស់ខ្លួនទៀតហិតតែសុវ័យចិត្តមកកម្រិតទៀតតែខ្ញុំនៅតែព្យាយាមគាត់លេបណាគ្រូខ្ញុំអត់ទាន់ឲ្យគាត់ទៅថ្នាំទេគឺឲ្យខ្ញុំឲ្យគាត់លេបតាមអ្នកគ្រូណែនាំរហូត